ចុងសប្តាហ៍នៅសៀមរាបមកយប់2ថ្ងៃចាយម្នាក់ក្រុម$80បានដើរលេងកន្លែងច្រើនហើយចំណាយតិចទៀតដំបូងយើងជិះឡានក្រុងពីភ្នំពេញពេលយប់មកដល់សៀមរាបពេលព្រឹកឡើងយើងទៅដល់កន្លែងស្នាក់នៅដើម្បីទុកអីវ៉ាន់នៅក្នុងសិនដោយសារតែកន្លែងស្នាក់នៅយើងហ្នឹងគេឲ្យ check in ម៉ោង2បន្ទាប់ពីទុកអីវ៉ាន់អីហើយពេលយើងក៏ជួលម៉ូតូកន្លែងគេនឹងទៅមកទៅនាំគ្នាជិះទៅអង្គរជិះដើរលេងតាមមាត់ទន្សិនអីឆ្អែតឆ្អន់ហើយយប់បន្តិចនាំគ្នាទៅញ៉ាំអីហើយដើរទៅលេង Pub Street មើលគេមើលឯងមកអស់ចិត្តហើយនាំគ្នាត្រឡប់មកកន្លែងគេងវិញចូលដល់ថ្ងៃទី2ពេលយើងបានទៅមើល Sunrise នៅអង្គរវត្តពេលមើល Sunrise អីអស់ចិត្តហើយដើរលេងជុំវិញគោថតរូបអីអស់ហើយយើងក៏នាំគ្នាចេញទៅបដាកដើម្បីរកទៅភ្លក់អាកោត្នោតព្រោះដោយសារតែឮល្បីថាអាកោត្នោតនៅបដាកឆ្ងាញ់ចេញពីបដាកមកយើងបានទៅមើលព្រះខ័នហើយយើងដើរលេងតាមប្រាសាទនានាដល់ពេលល្ងាចយើងទៅមើល sunset នៅបាខែងហើយក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញដើម្បីយកបានឡើងទៅរាជធានីភ្នំពេញបងប្អូនសម្រាប់កន្លែងស្នាក់នៅខ្ញុំជ្រើសយក Sky Park Condotel Residence ដោយសារតែនៅទីនោះមានបន្ទប់ធំទូលាយលើពីនោះទៅទៀតនៅក្នុងបន្ទប់គេក៏មានកន្លែងធ្វើម្ហូបកន្លែងហូបបាយហើយជាពិសេសបងប្អូនអាចយកម្ហូបខាងក្រៅម្ហូបនៅក្នុងបន្ទប់ក៏បាននៅខាងលើគេក៏មានកន្លែងហាត់ប្រាណកន្លែងហែលទឹកបើនិយាយពីទីតាំងរបស់គេវិញត្រឹមតែ5នាទីទេបងប្អូនពី Pub Street អញ្ចឹងសរុបមកយប់2ថ្ងៃនៅខេត្តសៀមរាបហ្នឹងពួកយើងចំណាយអស់ម្នាក់$79ដោយថ្លៃឡានយើងចំណាយទៅវិញទៅមកយើងចំណាយ$34ម៉ូតូ2ថ្ងៃដែលយើងជួលពីកន្លែងគេហ្នឹងយើងចំណាយម្នាក់$10និងកន្លែងដែលយើងស្នាក់នៅហ្នឹងយើងចំណាយ$15ក្នុងម្នាក់និងការហូបចុកយើងចំណាយអស់ម្នាក់$15សម្រាប់បងប្អូនដែលមកលេងខេត្តសៀមរាបហើយចង់រកកន្លែងស្នាក់នៅបងប្អូនអាចជ្រើស Sky Park Condotel Residence បានហើយសម្រាប់ការទំនាក់ទំនងបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទនេះឬក៏តាម Facebook Page ក៏បានអរគុណ